បាទតោះនេះគឺជាដំមួយដំបងរបស់ក្រុមជំរឿជាតិកូរ៉េខាងត្បូងតែនេះប្រើប្រាស់ទម្រង់លេងគឺ3-4-2-1ដឹកនាំដោយគ្រូបង្វឹកនឹងគឺបូហុងបាទមួយយ៉ុងបូហុងបាទមានអ្នកចាំទីគឺកាយូគូខ្សែការពារ3នៅខាងក្រៅមានដូចជាបាទលីមីនគីមមីនជេគឺដូចជាខ្សែប្រយុទ្ធហ្នឹងគឺហានប៊ុំលីហើយចម្លើយឲ្យបំរើខ្សែបំរើ4នៅកណ្ដាលមានដូចជាកីឡាករលីថេសុកអើយលីថេសុកផាកប៊ឺប៊ុំចាប់ដៃគូជាមួយនឹងយ៉ាងវូស៊ុលមេស៊ីលេងបានសប្បាយចិត្តបើថាមេស៊ីអត់លេងទេចូលសាទិររ៉ាឆេកអូយ1-0នៃការតាច់មកចូលទីអាមែនពីឆេកក្បាលលេខខោថាថាត់តតែបានសម្រេចមកបុកសម្លាញ់ទីរបស់ខាងកូរ៉េខាងត្បូងតទៅធ្លុះ1-0បើកើតនៅមុខត្រឹមនាទីទី58ខ្ញុំថាហើយបាទដោយ Grixi កាពីតានក្រុម Grixi អូយចាប់ផ្ដើមឡាកម្ដៅបងប្អូនយើងចាំមើលទៅទៀតការប្រកួតនេះកាន់តែឡាកម្ដៅទៅហើយត្រៀមមកហើយពេលនេះលេងដាក់ជីវិតទាំងអស់លេងដាក់ទាំងកាយទាំងចិត្តទាំងជីវិតអូយមកការលោតតែបាទគប់ទូល្អមែនតើមកហើយបាទរុញទៅខាងក្នុងមកបាត់ឲ្យឱកាសរបស់កូរ៉េខាងត្បូងគិតមួយទាត់ស្ដាមចូលកូរ៉េខាងត្បូងហឹងវាំងអូយទីបំផុតខ្លាកំណាចតាមស្មើហើយក៏ត្រឹមនាទីទី67ដោយខ្សែបម្រើលេខ6មានឈ្មោះថាហឹងវាំងអូយផ្ញើក្តីស្រឡាញ់នឹងជូនទៅអ្នកគ្រប់ត្ររបស់ជំរឿជាតិអដៃណែអើយកូរ៉េខាងត្បូងល្អមែនណែបាទគិតមួយដាច់ចកេះ2-3នាក់មកដាច់1ដាច់2ហើយក៏ធ្វើការផ្ទះប៉ែនខ្លីធម្មតាអ៊ីទីទេអូយឆ្កឹះរំលងដែរណែប៊ីមិញមកផ្ទះផ្លាវិញជួយបានអ្នកចាំទីទេមិញបើសិនជាផ្ទះផ្លាជួយបានអ្នកចាំទីក៏ប៉ុន្តែគាត់ឆ្កឹះរំលងផុតដៃទៅលើបាទអ្នកចាំទីកីឡាករដែលមានឈ្មោះថា Khowal ចូលភ្លឹបបាទ Grixi នេះក៏ទៅមិនទាន់ដូចគ្នា Grixi បាទខ្សែការពាររបស់ Wolver អូយមើលកឹបអាយយមើលកឹបអត់ច្រឡំបាទជំរឿជាតិឆេកក្រោះចូលទៅស៊ូហ្សិកអាយអត់ស្អីអូយខំដើមអបសាយទេយើងមកមើលត្រង់នេះណាលើចូលមកអបសាយមែនប្រកាសគឺពិតជាអបសាយមែនពីស៊ូហ្សិកបាទខ្សែបម្រើលេខ22 no ខ្សែបម្រើនេះណែហឹងវាំងម្ចាស់ក្របបាល់តាមស្មើរុញទៅខាងក្នុងហ្វឹសថាច់ឲ្យទៅហឹងវាំងអាយ៉ាមកបានទៅហើយបើមិនទាន់ចេញទេកន្ត្រូលកាត់ចូលថើនចូលហ៊ីចិនវាំងអូសុបសាប់ពីហ៊ីចិនវាំងអាយហ៊ីអឡូ2-1តើអស់ខ្លាកំណាចកូរ៉េខាងត្បូងទោះបីជាមានតែពាក់កណ្ដាលខ្លួនក្រោយក៏ប៉ុន្តែនៅតែថាខុសខើអូយលេខ18ដែរជាស្រីលេខ18ទេគឺហេយុនបាទកាយូហូហេយុនបាទច្រឡំហៅកាយូហូវិញហៅយូហូទៅល្អជាងហេយុនយូហូអូយលោកជើងទៅ tap in បញ្ចូលទីពីយូហូបាទស្ដេចខ្សែបម្រើទាំងអស់ពីរក្រុមរបស់កូរ៉េខាងត្បូងបាទខ្សែបម្រើទាំងពីរអ្នកតែម្ដងទី1នឹងគឺហឹងវាំងហើយមួយរូបនេះនឹងគឺយូហូនិងហឹងវាំងចាប់ដៃគ្នាបាននាំមុខជាសាជាថ្មីនាំមុខវិញម្ដងសម្រាប់ក្រុមជំរឿជាតិកូរ៉េខាងត្បូងទៅលើសាធារណរដ្ឋឆេកលុយសតបាត់ហើយអ្នកលេងស្មើជាមួយនឹងកូរ៉េទឹកលុយច្រើនអាយ៉ាមកហើយពេលនេះដែរគឺទម្រង់របស់គ្រូបង្វឹកឆេកចាប់ផ្ដើមមានបញ្ហាហើយបាទគាត់ប្រហែលជាគិតខុសបន្តិចនៅពេលដែលគាត់នាំមកគេ1-0